ចងឆាគ្រឿងម្រះព្រៅមួយមុខនេះធានាថាបងប្អូនធ្វើញ៉ាំឲ្យដឹងតែជាប់ចិត្តហ្មងហល់តិចខ្ទិះឈ្ងុយនិយាយទៅគឺឆ្ងាញ់សាហាវហ្មងហើយខ្ញុំអត់ដែរញ៉ាំខ្យងអស់ច្រើនអញ្ចឹងទេបងប្អូននិយាយទៅ1គីឡូនឹងគឺញ៉ាំតែម្នាក់ឯងទេខ្យងនេះមុននឹងឆាគឺខ្ញុំបានត្រាំទឹកវាចោលប្រហែលជាកន្លះថ្ងៃដែរដើម្បីឲ្យវាចេញដីចេញអីចឹងណាហើយយើងលាងសបកលាងអីវាឲ្យស្អាតមកបងប្អូនព្រោះអានេះគឺខ្ញុំឆាទាំងសបកមុនដំបូងគេនឹងយើងស្ងោរវាប្រហែលជាខ្ទង់7-8នាទីទុកចោលសិនទៅបន្ទាប់ពីវាឆ្អិនហើយយើងស្រង់វាចេញទុកឲ្យត្រជាក់ហើយខ្យងនេះបងប្អូនចង់ឆ្កឹះយកសាច់មកឆាហ្មងឬក៏គ្រាន់តែដំគូតវាហើយនឹងយកស្ទះក្បាលវាចេញក៏បានដែរគ្រឿងបន្ទាប់មកទៀតយើងមានគ្រឿងបុកផ្លែក្រៀមចិញ្ច្រាំទឹកដោះគោឆៅឬក៏ទឹកដោះគោស្រស់ម្រះព្រៅជាមួយនឹងសណ្តែកដីលីងសម្រាប់ការធ្វើគឺយើងចាប់ផ្ដើមពីការដាក់រំលីងម្ទេសឆ្អើរមើលតែវាឡើងក្រហមឈ្ងុយល្មមចាំយើងដាក់គ្រឿងចូលយើងលាងគ្រឿងមើលតែវាឡើងស្ងួតបន្តិចយើងអាចបន្ថែមទឹកដោះគោឆៅឬក៏ទឹកដោះគោស្រស់នឹងហើយគ្រឿងយើងមានទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងបន្តិចជាមួយនឹងស្ករ2ស្លាបព្រាកាហ្វេយើងដាក់គ្រឿងក្រូចចូលហើយឆាវាហើយខ្ញុំបន្ថែមជាមួយទឹកដោះគោស្រស់ឬក៏ទឹកដោះគោឆៅកូរវារៀងឆ្អិនបន្តិចយើងភ្លក់មើលឲ្យថែមថយគ្រឿងសិនណាបងប្អូនចាំចាក់ខ្យងចូលបន្ទាប់ពីចាក់ខ្យងចូលហើយខ្ញុំដាក់ម្ទេសជាមួយនឹងសណ្តែកដីចូលជាមួយគ្នាហើយយើងឆាវាអត់យូរទេបងប្អូនព្រោះអីខ្យងរបស់យើងនេះគឺវាឆ្អិនស្រាប់ហើយនេះយើងអាចបន្ថែមទឹកដោះគោឆៅឬក៏ទឹកដោះគោស្រស់បន្តិចទៀតណាបងប្អូនដើម្បីកុំឲ្យវាស្ងួតពេកឆាប្រហែលជាខ្ទង់1នាទី2នាទីអីហ្នឹងមើលតែវាចូលជាតិមកល្មមយើងដាក់ម្រះព្រៅចូលមកកូរច្របល់តែ4-5ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយមួយមុខនេះបងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើហ្មងត្រូវខ្ញុំខានញ៉ាំមួយមុខនឹងយូរផងបងប្អូននិយាយទៅគឺថាខ្យងនេះ1គីឡូញ៉ាំអស់តែម្នាក់ឯងទេហើយសាច់ខ្យងអត់មានដីអត់មានអីក្នុងនឹងទេយើងញ៉ាំទៅឡើងស្រួយច្របហ្មងនេះហើយយើងធ្វើញ៉ាំបាយក៏បានឬក៏ប្រើជាគ្រឿងក្លែមក៏ត្រូវដែរត្រូវខ្ញុំនេះ Frankenberg ស្រាប់ផងគឺមាននៅផ្ទះរហូតហ្មងខ្លះសេឲ្យតិចញ៉ាំជាមួយគ្នាអញ្ចឹងគឺត្រូវជាតិសាហាវជាតិរៀងខ្ទិះហល់ហើយយើងញ៉ាំទៅឡើងឈ្ងុយអត់មានក្លិនអត់មានអីទេបងប្អូនធានាថាធ្វើញ៉ាំហើយគឺដឹងតែចូលចិត្តមកមុខនេះបងប្អូនដែលចង់ធ្វើជាខ្ចៅក៏បានដែរខ្យងឆាគ្រឿងឬក៏ខ្ចៅឆាគ្រឿងបានដូចគ្នាប៉ុន្តែកុំភ្លេចម្រះព្រៅបងប្អូនម្រះព្រៅដាក់ចូលទៅគឺឈ្ងុយហើយឆ្ងាញ់ខ្លាំងមែនទែន